ហារសម្រន់សម្រាប់អ្នកដែលគាត់កំពុងធ្វើ fasting ឬសម្រក់គីឡូចាអញ្ចឹងថ្ងៃនេះនាងខ្ញុំនឹងចែកម្លែកអំពីអាហារសម្រន់អំឡុងពេលដែលធ្វើ fasting ចាអញ្ចឹងអំឡុងពេលដែលធ្វើ fasting ហ្នឹងច្បាស់ជាបងប្អូនហេវអស់កម្លាំងហើយចាអញ្ចឹងបងប្អូនទៅជ្រើសរើសយកគ្រាប់ធញ្ញជាតិចាអញ្ចឹងគ្រាប់ធញ្ញជាតិហ្នឹងទៅជ្រើសថាគ្រាប់ធញ្ញជាតិណាដែលអត់សូវមានជាតិស្ករចាឲ្យបងប្អូនអាចជ្រើសរើសជាកញ្ចប់តូចយកបញ្ញាំណាដល់ពេលអំឡុងពេលដែលបងប្អូនហេវចាហើយមួយទៀតតើតើនឹងការអំឡុងពេលធ្វើ fasting ហ្នឹងគឺបងប្អូនអាចញ៉ាំជាសុទ្ធចាចឹងសុទ្ធគឺវាមានជាតិប្រូតេអ៊ីនជាច្រើនដើម្បីទ្រទ្រង់រាងកាយរបស់បងប្អូនចាហើយមួយទៀតបើសិនជាញ៉ាំមុនពេលហាត់ប្រាណធ្វើឲ្យមានកម្លាំងតែអត់ញ៉ាំច្រើនទេណាញ៉ាំមួយគ្រាប់ឬក៏ពីរគ្រាប់តែប៉ុណ្ណោះចាហើយមួយទៀតគឺដំឡូងចាដំឡូងជ្វាយើងហ្នឹងចាដំឡូងវាមានជាតិអាហារសរសៃមានជាតិ fiber នៅក្នុងហ្នឹងបងប្អូនអាចជ្រើសរើសញ៉ាំ1មើមឬក៏2មើមនៅក្នុងអំឡុងពេលដែលកំពុងដែលបងប្អូនហេវអញ្ចឹងបងប្អូនត្រូវបែងចែករបបអាហារចំណីអាហារញ៉ាំបាយស្មើណាហើយស្មើណាទៀតដែលយើងគួរញ៉ាំដំឡូងវាចាហើយមួយទៀតគឺជាផ្លែឈើអញ្ចឹងផ្លែឈើក៏បងប្អូនត្រូវជ្រើសរើសដែរចាផ្លែឈើខ្លះវាមានជាតិផ្អែមខ្លាំងចាអញ្ចឹងបងប្អូនអាចញ៉ាំវាជាផ្លែប៉ោមចាផ្លែប៉ោមមានរសជាតិជូរអែមចាផ្លែសកានេះក៏ជូរអែមដូចគ្នាចាផ្លែចេកអញ្ចឹងគ្រឿងផ្លែឈើណាដែលមានរសជាតិជូរអែមអត់ឲ្យផ្អែមពេកទេក្នុងអំឡុងពេលដែលធ្វើ fasting